សួស្តីបងប្អូនជាទីស្រឡាញ់មុនរៀបគេងកុំភ្លេចធ្វើការសមាធិឲ្យបានចំនួន5នាទីទៅ10នាទីដើម្បីសម្រួលដល់ប្រព័ន្ធប្រសាទខួរក្បាលរបស់យើងឲ្យគេងទៅលក់ស្កប់ស្កល់ជួយព្យាបាលនៅបញ្ហាចិត្តការគិតច្រើនទាំងឡាយទាំងពួងការកើតទុក្ខសោកទាំងឡាយទាំងពួងគិតពីនេះពីនោះ1 2 3 4នៃកើតជើងត្បូងក៏ធ្វើឲ្យយើងមានបញ្ហាប៉ះពាល់ដល់ខួរក្បាលជាពិសេសគឺផលអវិជ្ជមានទាំងអស់នោះវាមិនល្អសម្រាប់សុខភាពទេអញ្ចឹងសម្រាប់បងប្អូនចង់ឲ្យចិត្តរបស់បងប្អូនបានសុខស្ងប់មានសេចក្តីសុខនៅក្នុងជីវិតមិនថាអត់លុយមិនថាមានលុយនិយាយរួមទៅមិនថាមានមិនថាក្រឲ្យតែចិត្តរបស់បងប្អូននេះបានសេចក្តីសុខស្ងប់ជីវិតរបស់បងប្អូនក៏បានប្រសើរទៅតាមនឹងដែរមិនថាបច្ចុប្បន្នឬក៏អនាគតយើងកុំនិយាយពីអតីតពីព្រោះអតីតវាអត់ជួយអ្វីយើងបានទេគឺវាកន្លងហួសទៅហើយដូច្នេះហើយគឺមានតែបច្ចុប្បន្នតែប៉ុណ្ណោះដែលកែប្រែជីវិតយើងឲ្យបានល្អប្រសើរទៅថ្ងៃអនាគតអញ្ចឹងមុននឹងធ្វើការទទួលទានដំណេកបងប្អូនធ្វើការសមាធិឲ្យបាន5នាទីទៅ10នាទីសម្រាប់បងប្អូនដែលគាត់ញៀនដែលគាត់ឧស្សាហ៍ដែលគាត់ចូលចិត្តដែលគាត់មានសេចក្តីសុខជាមួយនឹងការធ្វើសមាធិគឺគាត់អត់ដែលធ្វើ5នាទី10នាទីទេគាត់មានតែធ្វើចាប់ពីកន្លះម៉ោងទៅ1ម៉ោងពីព្រោះការធ្វើសមាធិនេះវាជាសេចក្តីសុខរបស់គាត់ដែលគាត់អនុវត្តជាប្រចាំថ្ងៃហើយមិនថាសុខភាពមិនថារូបសម្រស់មិនថាការគិតអ្វីក៏ខួរក្បាលល្អជាងមុនការអនុវត្តធ្វើជាមួយនឹងការសមាធិនេះគឺអត្ថប្រយោជន៍ជាច្រើនជួយដល់សុខភាពរបស់បងប្អូនទាំងខាងក្នុងនិងខាងក្រៅទាំងរូបសម្រស់ផងដែរអញ្ចឹងប្រសិនបើបងប្អូនអាចធ្វើកន្លែងនេះបានជាប្រចាំថ្ងៃនោះបងប្អូននឹងឃើញសុខភាពផ្លូវចិត្តរបស់ខ្លួនឯងប្លែកអ្វីដែលយើងជាទីចំណាប់អារម្មណ៍របស់យើងគឺយកផ្លូវចិត្តមកជាមុនផ្លូវចិត្តគឺជាគោលគឺជាមូលដ្ឋានគ្រឹះរបស់យើងដូច្នេះហើយបងប្អូនព្យាយាមអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពដើម្បីទទួលបាននៅអ្វីៗដែលបងប្អូនមានបំណងប៉ងប្រាថ្នានៅក្នុងជីវិតការធ្វើសមាធិនេះគឺជួយច្រើនសម្រាប់បងប្អូនដែលគាត់គេងមិនលក់ដែលគាត់គិតច្រើនពីព្រោះការធ្វើសមាធិនេះគឺជួយឲ្យគាត់បានសម្រានលក់យ៉ាងស្រួលស្កប់ស្កល់ហើយក៏ជួយឲ្យសុខភាពផ្លូវចិត្តរបស់គាត់បានត្រជាក់មិនសូវជាក្តៅបងប្អូនដែលមានបញ្ហាផ្លូវចិត្តគឺគាត់តែងតែមួម៉ៅឆេវឆាវច្រើនដូច្នេះហើយបងប្អូនអាចសង្កេតមើលខ្លួនឯងទៅលើអ្វីដែលខ្ញុំបាននិយាយតើមានចំណុចណាខ្លះដែលយើងទទួលបាននៅផលប៉ះពាល់និងផលមិនប៉ះពាល់ហើយនឹងភាពវិជ្ជមាននិងអវិជ្ជមានមានតែយើងខ្លួនឯងទេដែលយើងសង្កេតមើលឃើញថាផ្លូវចិត្តរបស់យើងល្អឬមិនល្អគឺមានតែយើងប៉ុណ្ណោះដែលយើងដឹងច្បាស់ជាក់ពិតប្រាកដដូច្នេះការធ្វើសមាធិនេះគឺពិតជាល្អខ្លាំងមែនទែនរកអ្វីមកនិយាយពុំបានទេអ្វីដែលធ្វើអ្វីដែលអនុវត្តនេះគឺអត់មានធ្វើឲ្យនរណាទេគឺយើងធ្វើឲ្យខ្លួនយើងបំពេញតាមតម្រូវការសេចក្តីប្រាថ្នារបស់យើងដូច្នេះហើយបងប្អូនចូលអនុវត្តធ្វើសមាធិនេះឲ្យបានជាប្រចាំកាលណាដែលបងប្អូនធ្វើជាប្រចាំបងប្អូននឹងទទួលបាននូវផលវិជ្ជមានជាក់ជាមិនខានប្រសិនបើបងប្អូនចេះប្រឡែងនៅអ្វីដែលវាមិនមានផលល្អសម្រាប់យើងប្រឡែងអ្វីដែលវាជាអវិជ្ជមានធ្វើឲ្យប៉ះពាល់ដល់យើងនោះបងប្អូននឹងទទួលបានសេចក្តីសុខស្ងប់ដោយព្រះពុទ្ធបានត្រាស់ទុកឲ្យកូនចៅនៅពុទ្ធដីកាដែលព្រះអង្គបន្សល់ទុកឲ្យកូនចៅអត្តោហេអត្តនោនិថោខ្លួនគឺច្បាស់ជាទីពឹងខ្លួននឹងឯងបងប្អូន
มันអាចមានអ្នកណាមកជួយខ្លួនយើងបានឡើយខ្ញុំឧទាហរណ៍ដូចជាពេលយើងឈឺទៅមន្ទីរពេទ្យសួរថាយើងមានបងមានប្អូនមានឪពុកម្ដាយកូនចៅតើអ្នកទាំងអស់នោះគាត់មកឈឺជំនួសយើងឬក៏យើងផ្ទាល់ជាអ្នកឈឺគឺមានតែយើងនឹងឯងខ្លួនយើងនឹងឯងគឺជាអ្នកឈឺដូច្នេះហើយពាក្យថាខ្លួនទីពឹងខ្លួនมันអាចទៅពឹងបុគ្គលឯណានីមួយផ្សេងក្រៅអំពីខ្លួនយើងបានឡើយកូនក្តីឪពុកម្ដាយក្តីប្តីក្តីគឺมันអាចជួយយើងបានក្រៅអំពីខ្លួនយើងទេដូច្នេះហើយបងប្អូនមានតែវឹកហាត់ផ្លូវចិត្តនេះឲ្យបានល្អឲ្យបានស្ដាប់បង្គាប់ទៅតាមអ្វីដែលយើងចង់បានប្រសិនបើយើងមិនវឹកហាត់ខ្លួនយើងឲ្យបានល្អទេចិត្តមួយនេះគឺអត់ដើរតាមនៅអ្វីដែលយើងបានបង្គាប់បញ្ជាទេដូច្នេះហើយទើបខ្ញុំចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនថាខ្លួនទីពឹងខ្លួនគឺពិតជាសំខាន់អត្តហេតុអត្តនោនិថោគឺពិតជាសំខាន់ណាស់ទោះយើងជួបទុក្ខលំបាកប៉ុណ្ណាក៏ដោយទោះយើងខ្វាយខ្វល់ប៉ុណ្ណាក៏ដោយក៏យើងត្រូវតែប្រឡែងចេញដើម្បីវឹកហាត់សុខភាពផ្លូវចិត្តនៅពេលនេះថ្ងៃនេះម៉ោងនេះនាទីនេះដែលយើងកំពុងតែអនុវត្តនេះធ្វើម៉េចស្រឡាញ់ខ្លួនយើងធ្វើម៉េចប្រឹងព្យាបាលចិត្តរបស់យើងនេះឲ្យបានល្អប្រសើរនេះនៅពេលនេះសម្រាប់ខ្លួនយើងនៅពេលរាត្រីនេះពីព្រោះយើងបានអំពេញកាតព្វកិច្ចតួនាទីការងារពេញមួយថ្ងៃរួចរាល់ហើយមានតែពេលវេលាត្រឹមតែ10នាទីនេះទេដែលជួយឲ្យយើងបានល្អប្រសើរសម្រាប់សុខភាពមានតែពេលវេលាត្រឹមតែ5នាទីនេះទេដែលជួយឲ្យយើងបានធ្វើនៅអ្វីៗសម្រាប់ខ្លួនយើងយ៉ាងពិតប្រាកដបងប្អូនពាក្យថាខ្លួនទីពឹងខ្លួនគឺពិតជាល្អខ្លាំងបំផុតសម្រាប់ខ្លួនយើងដូច្នេះហើយគ្មានបុគ្គលឯណានីមួយមកជួយយើងក្រៅអំពីយើងជួយខ្លួនឯងបាននោះឡើយដូច្នេះចូលបងប្អូនរៀនព្រៀនប្រដៅដឹកនាំចិត្តខ្លួនឯងមួយនេះឲ្យបានសេចក្តីសុខគ្មានសេចក្តីសុខឯណាស្មើនឹងសេចក្តីស្ងប់ឡើយបងប្អូនប្រឡែងទុកសុខក៏ចូលបងប្អូនអោបទុកសុខក៏មិនអាចចូលបានដូច្នេះមានតែប្រឡែងទុកតែប៉ុណ្ណោះទើបសុខគ្នាមានផ្លូវសម្រាប់ដើរចូលមករកយើងបានចុះបើយើងអត់ព្រមទុកផ្លូវឲ្យសុខផងយើងអោបតែទុកចុះសុខនោះគឺចូលមកប្រឡោះណាគ្រប់គ្នាទាំងអស់តែងតែមានបញ្ហាជារបស់ខ្លួនគ្រប់គ្នាទាំងអស់តែងតែមានកម្មជារបស់ខ្លួនដូច្នេះហើយពាក្យថាខ្លួនទីពឹងខ្លួនមិនមានអ្នកណាជួយយើងក្រៅអំពីខ្លួនយើងឡើយយើងជួយខ្លួនយើងបានប៉ុណ្ណាយើងក៏រីករាយនឹងទទួលវាយកមកប៉ុណ្ណឹងដូចគ្នាมันអាចទទួលយកឲ្យលើសពីអ្វីដែលយើងទទួលបាននោះឡើយយ៉ាងណាមិញខ្ញុំឧទាហរណ៍ដូចជាយើងពាក់អាវ size S អញ្ចឹងយើងប្រកាសទៅជ្រើសរើសទៅតាមទីផ្សារឲ្យត្រូវតាមទំហំខ្លួននៅ size S ដែលយើងត្រូវពាក់យើងអត់អាចទៅជ្រើសរើសអ្វីឲ្យធំឬក៏តូចជាងនោះបានទេគឺមានតែតម្រូវ size ប៉ុណ្ណឹងយ៉ាងណាមិញសមត្ថភាពនៃការគិតរបស់យើងសមត្ថភាពនៃការខំប្រឹងប្រែងរបស់យើងខំបានប៉ុណ្ណាយើងរីករាយនឹងទទួលយកតាមសមត្ថភាពប៉ុណ្ណឹងយកមកយើងមិនបាច់លោភលន់ឲ្យហួសពីសមត្ថភាពរបស់យើងដែលគួរទទួលបាននោះទេហើយថ្ងៃនេះខ្ញុំមានតែការចែកម្លែកបងប្អូនប៉ុណ្ណឹងមានតែការចែកម្លែកឲ្យបងប្អូនរៀនសមាធិដើម្បីព្យាបាលផ្លូវចិត្តដើម្បីដោះលាងផ្លូវចិត្តមួយនេះឲ្យបានល្អរយៈពេលត្រឹមតែ10នាទីនេះខ្ញុំក៏មានតែជូនពរឲ្យបងប្អូនមានសុខភាពល្អសម្រាប់បងប្អូនគេងមិនលក់ណាធ្វើការសមាធិហ្នឹងទៅបងប្អូននឹងគេងបានលក់ស្កប់សូមអរគុណព្រះត្រៃសួស្តីជំរាបលា